នៅក្នុងវីដេអូនេះគឺខ្ញុំបានចាក់ចេញពីទីក្រុងភ្នំពេញដើម្បីមកចាប់ផ្ដើមជីវិតថ្មីបែបអ្នកសមុទ្រម្ដងពេលដែលបងប្អូនបានឃើញវីដេអូនេះគឺខ្ញុំបានមកដល់ហើយក៏ខ្ញុំអាចទទួលយកបានគ្រប់យ៉ាងវាមិនត 100% ទេប៉ុន្តែខ្ញុំអាចសម្របខ្លួនបានខ្លះហើយនេះគឺជាសកម្មភាពពេលដែលខ្ញុំចេញពីទីក្រុងភ្នំពេញយើងហ្នឹងគឺខ្ញុំបានហ្នឹងហើយជិះកាត់តាមមុខវាំងហើយក៏បានចូលទៅញ៉ាំកាហ្វេនៅធូបកាហ្វេនៅចិត្តវាំងហ្នឹងផងដែរមុនពេលដែលខ្ញុំចាក់ចេញដំណើរទៅវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថារៀងប្លែកដោយសារតែខ្ញុំមកសមុទ្ររាល់ដងឬក៏ទៅកោះរាល់ដងគឺខ្ញុំទៅបែបដើរលេងមិនមែនបែបទៅនៅដូចអញ្ចឹងទេតែឥឡូវគឺខ្ញុំទៅប្រើជីវិតនៅក្នុងផ្ទាល់តែម្ដងហើយវាអាចនឹងខុសប្លែកគ្នាច្រើនពីទីក្រុងពួកអីយើងធ្លាប់តែនៅទីក្រុងមានអីគ្រប់យ៉ាងជីវិតបែប modern អីចឹងទៅត្រូវការញ៉ាំអីញ៉ាំនឹងទៅណាអញ្ចឹងណាប៉ុន្តែសម្រាប់នៅកោះវិញគឺខ្ញុំជឿជាក់ថាខុសគ្នាខ្លាំងបងប្អូនដែលធ្លាប់ទៅលេងកោះគឺដឹងហើយអញ្ចឹងពេលដែលយើងទៅនៅក៏ខុសគ្នាកាន់តែខ្លាំងជាងនឹងទៀតដែរហើយនេះគឺខ្ញុំដល់លបឿនលឿនគឺមានភ្លៀងខ្លាំងមែនទែនឡើងថ្នាក់មើលផ្លូវឃើញទេហើយកន្លែងខ្លះក៏បើកថ្ងៃអញ្ចឹងទៅនិយាយទៅវាអត់ទៀងណាដូចនៅទីក្រុងយើងតែថ្ងៃក្តៅខ្លាំងគឺក្តៅហើយអញ្ចឹងអានេះគឺខ្ញុំបានមកដល់ហើយក៏យើងបានជិះទូកទៅកាន់កន្លែងដែលយើងស្នាក់នៅផងដែរហើយមានបងស្រីគាត់ជួយខ្ញុំទៅអញ្ចឹងមានអារម្មណ៍កក់ក្តៅបានច្រើនដែរហើយមើលមុខខ្ញុំពេលទៅដល់ហើយមកដល់ក៏មានភ្លៀងខ្លាំងដែរនៅនេះអញ្ចឹងចាំជួបវីដេអូបន្តទៀតបាយ